ដឹកអ្នកអង្គការលីសាមេតហៅគ្រូមីទទួលមរណភាពក្នុងពន្ធនាគារព្រៃសរដោយសារជំងឺគាំងបេះដូងភ្នំពេញនៅថ្ងៃទី6 ខែឧសភាឆ្នាំ2026មានព័ត៌មានឲ្យដឹងថាបណ្ឌិតឈ្មោះលីសាមេតហៅគ្រូមីអាយុ73ឆ្នាំដែលកំពុងអនុវត្តទោសនៅក្នុងមណ្ឌលអប់រំកែប្រែទី1ព្រៃសរបានទទួលមរណភាពហើយក្រោយការពិនិត្យកុសលវិច័យពីមន្ត្រីជំនាញសាកសពត្រូវបានសន្និដ្ឋានថាស្លាប់ដោយសារអាការៈគាំងបេះដូងបច្ចុប្បន្នត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណីការបរិច្ឆេទឃុំខ្លួនត្រូវបានបញ្ជូនទៅឃុំខ្លួនកាលពីថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2024ជាប់ចោទក្នុងសំណុំរឿងឆបោកនិងពុករលួយចំនួន5ករណីកាត់ទោសរួច4ករណីអនុវត្តទោសសរុប24ឆ្នាំនិងនៅសល់មួយករណីទៀតមិនទាន់កាត់ក្តីកាលពីថ្ងៃទី29ខែមេសាឆ្នាំ2026សាលាឧទ្ធរភ្នំពេញបានសម្រេចតម្កល់សាលក្រមសាលាដំបងរក្សាទុកជាបានការដដែលសំណុំរឿងពាក់ព័ន្ធសំខាន់លោកលីសាមេតនិងបពុត្រូវបានរកឃើញថាមានទោសកំហុសក្នុងករណីឆបោកនិងប្រើប្រាស់ទូនាទីជាទីប្រឹក្សាដើម្បីលាតសក្ការៈផ្ទាល់ខ្លួនរួមមាន1ការរត់ការសូកប៉ាន់យកតំណែងអភិបាលខេត្តពោធិ៍សាត់ទី2ការសន្យាយកតំណែងអភិបាលក្រុងអរិយស័ក្តិខេត្តកណ្ដាលទី3ឆបោកប្រាក់ដើម្បីរត់ការចូលធ្វើជាមន្ត្រីកយទី4ករណីពុករលួយពាក់ព័ន្ធទៅនឹងការលក់ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំងបញ្ជីឈ្មោះបពុដែលពាក់ព័ន្ធក្នុងសំណុំរឿងដ៏ចម្រូងចម្រាសនេះមានមនុស្សសរុប9នាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគារសរុប88ឆ្នាំរួមមានឈ្មោះឡាយវិសិទ្ធឡាយសំរោងមុងឃឹមឆាយសវណ្ណារីហើងទឹករិត្រីលក្ខដួងតារាកនសុកាយនិងអុទ្ធីគូបញ្ជាក់ផងដែរថាខ្សែសង្វាក់នៃអំពើពុករលួយនេះត្រូវបានសមត្ថកិច្ចបើកការស៊ើបអង្កេតនិងចាប់ខ្លួនជាបន្តបន្ទាប់តាំងពីដើមខែវិច្ឆិកាឆ្នាំ2024ដែលក្នុងនោះមានទាំងមន្ត្រីជាន់ខ្ពស់និងអ្នកជំនួយផងដែរ